ជាណាចក្រកម្ពុជាបានសម្រេចនៅវឌ្ឍនភាពយ៉ាងច្រើននិងគួរឲ្យកត់សម្គាល់ជាពិសេសក្នុងការគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាននិងសិទ្ធិសហគមន៍ជនជាតិដើមភាគតិចការអនុវត្តគោលនយោបាយទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍជាតិក្នុងវិស័យធនធានធម្មជាតិនិងបរិស្ថាននិងពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពនិងទំនួលខុសត្រូវនៅគ្រប់កម្រិតព្រមទាំងលើកកម្ពស់ការចូលរួមក្នុងដំណើរការសម្រេចចិត្តរបស់សហគមន៍នេសាទសហគមន៍ព្រៃឈើសហគមន៍តំបន់ការពារធម្មជាតិនិងសហគមន៍ជនជាតិដើមភាគតិច Responsible investment must protect human rights, but also environmental standards and community rights. This means proper impact assessments, genuine consultation, and effective mechanisms for communities to raise concern and seek remedy where their rights or resources are at risk. Strong environmental, social, and governance frameworks and effective due diligence standards can create long-term value by strengthening investor confidence, improving risk management, and supporting resilient and sustainable economies. ការធ្វើការជាមួយគ្នាជាមួយនឹងអង្គការសង្គមស៊ីវិលអង្គការមិនមែនរដ្ឋាភិបាលជាជំហានមួយដ៏ល្អសម្រាប់សង្គមជាតិយើងទាំងអស់គ្នាមានមោទនភាពដោយសិក្ខាសាលាបានផ្ដល់ឱកាសឲ្យខ្ញុំបានចែកចម្លែកនៅការគ្រប់គ្រងខ្ញុំហើយនឹងការងារដែលខ្ញុំទទួលបានជោគជ័យនៅក្នុងសហគមន៍របស់យើងអញ្ចឹងយើងបានចែកចម្លែកដល់ក្រុមគាត់ហើយយើងបានសំណូមពរយើងបានសំណូមពរឬខ្លះសហគមន៍យើងបានជោគជ័យដល់តែយើងបានសំណូមពរទៅគាត់ឲ្យជួយពន្លឿនមកការចុះបញ្ជីដីសហគមន៍ដីគាត់ឲ្យបានឆាប់ដោយសារតម្រូវការចាំបាច់សហគមន៍គ្រប់សហគមន៍មានតែសហគមន៍ទៅពីអង្គការគឺតម្រូវការនេះជាសំខាន់មែនទែនការចុះបញ្ជីដីសហគមន៍នេះវេទិកាបែបនេះគឺជាឱកាសមួយសម្រាប់យុវជនឬក៏សហគមន៍ដែលគាត់នៅមូលដ្ឋានផ្ទាល់ជាពិសេសបងប្អូនជនជាតិដើមភាគតិចគាត់អាចបញ្ចេញសម្លេងឬក៏ស្ដាប់ពីមតិយោបល់របស់អ្នកពាក់ព័ន្ធជាពិសេសអ្នកអនុវត្តគោលនយោបាយហើយក៏ជាយន្តការមួយនៃការបណ្ដុះវប្បធម៌សន្តានាផងដែរសម្រាប់ខ្ញុំជាយុវជនជំនាន់ក្រោយខ្ញុំពិតជាចង់ឃើញរូបភាពបែបហ្នឹងដែលយើងមកមានបញ្ហាអីយើងមកជួបគ្នាហើយពិភាក្សាគ្នាថាភាគីពាក់ព័ន្ធមួយតើតម្រូវការរបស់យើងទាំងអស់គ្នាហ្នឹងគឺចង់បានអីព្រោះមែនតែនទៅការអភិវឌ្ឍគម្រោងអភិវឌ្ឍឬក៏គម្រោងវិនិយោគផ្សេងគឺដើម្បីឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជារបស់យើងឬក៏ធនធានធម្មជាតិដែលនៅក្នុងប្រទេសរបស់យើងប្រកបដោយនិរន្តរភាពទេអញ្ចឹងខ្ញុំសប្បាយចិត្តដែលមានវប្បធម៌សន្តានាបែបនេះហើយក៏មានកម្មវិធីបែបនេះកើតឡើង